nông áo ấy từng cái nông bấm pin chừng hiền để lúc họ bị chen dây từ đằng mình nhỉ nhom sờ rập tôi thấy việc tạm bắt được thứ chỉ mi riêng để phải dừng ban vô mình dây kia riêng là sắp đà nà pan tế dương ở ban à ở ban cứ thả ế tạm bắt về về cứ chỉ cái thà dương sẽ đắp một lần lần cứ chỉ riêng thầm đà hay nói nè nè pan tế về về sầm khăn á tapi ka dây riêng đàoผลิตផលបដលទៅដល់ឱកាសហើយបដលទៅដល់ការ close sale ណាប៉ុន្តែរឿងមកដល់ឋានៈទំនឹងខ្ញុំមើលឃើញលំដាប់សំខាន់ណាចុងក្រោយយើងត្រូវការបិទការលក់ណាប៉ុន្តែក្នុងការបិទការលក់នោះយើងត្រូវការបិទការលក់ជីរបីអីខ្លះណារបីឲ្យគេបានប្រើផលិតផលរបីឲ្យគេបានចូលមកសហការឬរួមចូលរួមក្នុងជាមួយភ័យយើងទាំងអស់គ្នាបាទប៉ុន្តែអ្វីទាំងអស់បាទតែតាមពិតហើយដែលខ្ញុំមើលឃើញថារៀងរាល់ភាពជោគជ័យចាប់ផ្ដើមជាមួយថាហេតុអ្វីមានអត់ start with why ណា start with why គេថារៀងរាល់ភាពជោគជ័យចាប់ផ្ដើមជាមួយតាហេតុអ្វីអញ្ចឹងថ្ងៃនេះយើងមានសំណួរសម្រាប់ខ្លួនឯងអត់ថាហេតុអ្វីណាយ៉ាងថាហេតុអ្វីណាហេតុអ្វីដែលយើងហេតុអ្វីណាគេហៅថា why មានអត់ណាយើងមានសំណួរខ្លួនឯងអត់ថាហេតុអ្វីខ្លះហេតុអ្វីដែលយើងបានចូលមកសហការឬក៏ថា why ឲ្យចយបាទអានេះវាមានសំណួរថាហេតុអ្វីមានអត់ទី2ណាអាជីវកម្មបណ្ដាញវាគួរឲ្យចាប់ចំណាប់អារម្មណ៍យ៉ាងម៉េចខ្លះឬពាក្យថា why network មានអត់ណាឬទី3ហើយ joy and coin យើងនឹងវាពិសេសយ៉ាងម៉េចយើងមានសំណួរអត់សប្តាហ៍ថ្ងៃនេះដែលយើងនូនក្នុងប្រព័ន្ធបណ្ដាញទីផ្សារដែលយើងដេញមូលហេតុដែលយើងចូលរួមហើយយើងចូលរួមនឹងយើងនូនក្នុងក្រុមហ៊ុន JNC អញ្ចឹង JNC ឬ Joy and Coin ខាងយើងនឹងវាពិសេសយ៉ាងម៉េចណាហើយពីវាពិសេសណាពិសេសគឺផលិតផលល្អមានក្រុមហ៊ុនមានឱកាសក្នុងអាជីវកម្មអញ្ចឹងក្នុងឱកាសហ្នឹងនឹងធ្វើឲ្យយើងជោគជ័យក្នុងអាជីពប្រព័ន្ធបណ្ដាញខាង JNC ហ្នឹងប្រព័ន្ធ system ណា Y system ណាប្រព័ន្ធ system ហ្នឹងវាសំខាន់យ៉ាងម៉េចហេតុអ្វីយើងត្រូវមានប្រព័ន្ធឬយើងត្រូវប្រើប្រព័ន្ធឃើញអត់ណាហើយទី5បាទគេថា Y teamwork បាទអ្វីទាំងអស់ក្នុងអាជីពប្រព័ន្ធបណ្ដាញវិស័យយើងមិនអាចទូខ្លាំងដោយម្នាក់ឯងបានសួរថាយើងខ្លាំងដោយម្នាក់ឯងបានអត់បានណាយើងជោគជ័យទូតែម្នាក់ខ្លួនយើងតែម្នាក់ឯងទូបានអត់អាចជោគជ័យបានប៉ុន្តែគេថាអ្នកដែលនៅក្នុងអាជីពប្រព័ន្ធបណ្ដាញទីផ្សារការរត់ដោយម្នាក់ឯងវាអាចរត់ទៅបានលឿនប៉ុន្តែតែថ្ងៃនេះយើងរត់ទូក៏ជាក្រុមឬយើងជោគជ័យក៏ជាក្រុមយើងអាចជោគជ័យទៅបានយ៉ាងគង់វង្សហើយក៏យឺនយូរបានទៀតបាទអញ្ចឹងយើងឃើញអត់ថាថ្ងៃនេះក៏នឹងអ្វីទាំងអស់មានរៀនខាងលោកប្រអភិជាតិដែលគាត់បាននិយាយមកទាំងអស់ខ្ញុំក៏ស្រាប់មើលថាវាត្រូវមានសម្ដីថាហេតុអ្វីហ្នឹងដែលយើងសួរនៅក្នុងខ្លួនសួរខ្លួនយើងហើយយើងត្រូវឆ្លើយដោយខ្លួនយើងបានទីថាហេតុអ្វីដែលយើងបានចូលសហការយ៉ាងវាយឲ្យចយអញ្ចឹងសួរថាថ្ងៃនេះព្រោះយើងទាំងអស់គ្នាដែលនៅក្នុងក្រុមហ៊ុន JNC ដែលយើងមានផលិតផលមកថាយើងយើងហេតុអ្វីដែលយើងត្រូវទទួលទានរសិទ្ធបណ្ដាញចិនទឹកយងហឿងបាទហេតុអ្វីដែលយើងត្រូវញ៉ាំយងហឺបឬអ៊ីពីជិនឬអាហារបំពន់អ្វីផ្សេងខាងក្រុមហ៊ុន JNC បាទសួរថាយើងត្រូវការមានសុខភាពដែលរឹងមាំមែនឬមិនអត់ប្រហែលអ្នកដែលត្រូវការមានសុខភាពដែលរឹងមាំអត់ប្រហែលអ្នកដែលត្រូវការមានអាយុយឺនយូរអមតៈណាអាយុ100ឆ្នាំហើយនោះតែមានសាច់ដុំយ៉ាងលោកតាដែលយើងបង្ហាញឲ្យឃើញហ្នឹងមានប្រហែលអ្នកបាទអូអ្នកគ្រូអូនសៀកណាលើកដៃលើថាខ្ញុំត្រូវការអាយុយឺនយូរលោកត្រូវការជាមនុស្សអមតៈមែនឬមិនមែនបាទទី2ពេលដែលយើងមានសុខភាពល្អមានអាយុអមតៈមានប្រមាណនេះត្រូវការមានប្រាក់ចំណូលឬមានផ្នែកហិរញ្ញវត្ថុយ៉ាងគេថាយ៉ាងគង់វង្សមានប្រមាណនេះបាទណាខ្ញុំជឿថាចរិតនេះបាទមានសុខភាពhếtត្រូវការមានប្រាក់ចំណូលមែនឬមិនមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុហើយពេលមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុហើយសួរថាប្រមាណនេះត្រូវការមានសេរីភាពខាងពេលវេលាប្រមាណនេះបាទ
ដែលត្រូវការមានសេរីភាពខាងពេលវេលាបាទអូណាជួយគ្នាលើកដៃផងប៉ុន្តែខ្ញុំនោះក្នុងមុខស៊ូមនេះខ្ញុំមើលឃើញតែមិនប្រហែលអ្នកតែប៉ុណ្្នឹងតែអ្នកដែលបើកកាមេរ៉ាខ្ញុំមើលឃើញឬយើងអាចជួយគ្នា comment មកក៏បាននេះណាបានដឹងតែព្រោះយើងនឹងកំពុងតាំងចិត្តខ្ញុំស្ដាប់ខ្ញុំបាទជួយព្រោះថ្ងៃនេះខ្ញុំពិសេសមែនទែនខ្ញុំយករឿងដែលលោកប្រធានបង្កើតមេរៀនឲ្យលោកប្រអភិឆេតគាត់បាននិយាយពីដើមមុនហ្នឹងខ្ញុំសរុបមកថាអ្វីទាំងអស់ដែលគាត់កំពុងនិយាយខ្ញុំយកមកពុះទៀតណាគេថាយកមកពលិះឲ្យបងប្អូនយើងនឹងបានយល់ច្បាស់ណាអញ្ចឹងគេហៅថានឹងហើយគេថាហេតុអ្វីយើងត្រូវការមានសុខភាពហេតុអ្វីយើងត្រូវការមានផ្នែកសេរីភាពខាងផ្នែកហិរញ្ញវត្ថុហេតុអ្វីយើងត្រូវការមានសេរីភាពខាងពេលវេលាអញ្ចឹងសួរថាហេតុអ្វីយើងត្រូវតែមកធ្វើ joy and coy នេះយើងធ្លាប់សួរខ្លួនយើងអត់ថាហេតុអ្វីដែលយើងមកសហការជាមួយ joy and coy អញ្ចឹងពេលដែលយើងមានសំណួរសួរថាហេតុអ្វីដែលយើងត្រូវមកសហការជាមួយ joy and coy យើងក៏ត្រូវសួរខ្លួនយើងសិនតាអញ្ចឹងគួរដល់ជីវិតខ្លួនយើងយើងត្រូវការអីខ្លះយើងត្រូវការអីខ្លះបាទត្រូវការមានប្រាក់ចំណូលត្រូវការមានសេរីភាពខាងផ្នែកហិរញ្ញវត្ថុត្រូវការមានការងារត្រូវការមានសិក្សាជូនខ្លាយជាមរតកឲ្យកូនត្រូវការមានវេលាត្រូវការមានរថយន្តត្រូវការមានធ្វើដំណើរកម្សាន្តមែនឬមែនអានេះគឺគេហៅថាគោលដៅជីវិតអញ្ចឹងក្នុងគោលដៅជីវិតថ្ងៃនេះយើងមានដាក់តម្លៃក្នុងគោលដៅជីវិតខ្លួនយើងឬគេហៅថាតម្លៃក្តីសម័យថ្ងៃនេះយើងបានដាក់តម្លៃក្តីសម័យឲ្យខ្លួនឯងហើយឬអត់បាទអញ្ចឹងតម្លៃក្តីសម័យខ្លួនយើងវាមានអ្វីខ្លះដែលយើងត្រូវការថ្ងៃនេះតម្លៃក្តីសម័យខ្លួនពួកយើងទាំងអស់ដែលខ្ញុំសរុបមកមិនថាខ្ញុំឬមិនថាពួកយើងខ្ញុំគិតថាវាមិនខុសគ្នាទេយ៉ាងខ្ញុំត្រូវការមានវេលាអញ្ចឹងវេលាខ្នាតប៉ុណ្ណាធំប៉ុណ្ណាស្អាតប៉ុណ្ណាដែលវាគឺជាក្តីសម័យយ៉ាងខ្ញុំដាក់ទុកថាវេលាសម្រាប់ខ្ញុំយ៉ាងអន់គឺតម្លៃ$34,000ណាឃើញអត់យើងដាក់តម្លៃក្តីសម័យថាវេលានោះ$34,000ណារថយន្តណា$20,000លុយអន្សំទុកធ្វើដំណើរកម្សាន្តឬប្រើចុងជីវិតថ្ងៃដែលយើងចូលនិវត្តន៍ទៀត$54,000អញ្ចឹងថ្ងៃនេះយើងសរុបរួមទាំងអស់ក្នុងតម្លៃក្តីសម័យយើងអាចរួមកើតជាទឹកលុយគឺជា$1,800,000ច្រើនអត់បងប្អូនបាទនេះគឺសួរថាវាច្រើនអត់ច្រើនណាសួរថាវាគឺជាក្តីប្រាថ្នាយ៉ាងធំធេងខ្លួនយើងមែនអត់មែនយ៉ាងគេថាយ៉ាងអស្ចារ្យលើដែលយើងប្រាថ្នាត្រូវការបានវាប៉ុន្តែក្នុងតម្លៃក្តីសម័យថ្ងៃនេះណាគេហៅថាក្នុងក្តីសម័យដែលយើងត្រូវការ$1,800,000ប៉ុន្តែក្នុងការងារពិតដែលយើងធ្វើការអន្សំលុយឧទាហរណ៍ណាបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះឧទាហរណ៍ថាព្រោះយើងមានអាជីពមានការងារមានប្រាក់ចំណូលឧទាហរណ៍ណាប្រាក់ចំណូលរបស់យើងអាចជាប្រាក់ខែក៏បានប្រាក់កម្រៃពីការរស់ស៊ីក៏បានឧទាហរណ៍មិនថាយើងមានចំណូលច្រើនប៉ុណ្ណាក៏ដែរសួរថាថ្ងៃនេះឧទាហរណ៍តែព្រោះយើងទាំងអស់គ្នាមានលុយសន្សំ1ខែ$900ឧទាហរណ៍ណាការពិតខិនយើងឧទាហរណ៍ថាថ្ងៃនេះយើងកាត់ថ្លៃសំហុយថ្លៃទឹកថ្លៃភ្លើងថ្លៃបាយថ្លៃចិញ្ចឹមកូនថ្លៃប្រចាំគ្រួសារយើងក្នុងមួយខែទៅហើយយើងមានលុយសល់សន្សំ1ខែ$900យើងឡងមកមើលថាតែយើងមានលុយសន្សំមួយខែ$900មួយឆ្នាំយើងមានលុយសន្សំប៉ុន្មាន$1800នេះមួយឆ្នាំណាយើងនឹងមានលុយសន្សំ$1800ក្នុងមួយឆ្នាំណា$1800 10ឆ្នាំយើងនឹងឃើញលុយសន្សំយើងប្រហែលបាទ$1,800,000ឃើញអត់ថ្ងៃនេះក្នុងក្តីសម័យខ្លួនយើងត្រូវការមានលុយ$1,800,000តែយើងលុយសន្សំខ្លួនយើងមួយខែ$800មួយឆ្នាំ$18,000 10ឆ្នាំ$108,000អញ្ចឹងពេលយើងនឹងឃើញការសន្សំលុយយើងឡើងជោគជ័យស្មើ$1,800,000ហ្នឹងនោះមានន័យថាយើងត្រូវសន្សំលុយដោយការចំណាយពេលលុយទាំងអស់100ឆ្នាំមែនឬមែនបាទអញ្ចឹងថ្ងៃនេះ
cái nông can xong lui khăn dương mà khe bầm buôn rồi đó là dương ai prơ pilu đo tầng ó mà rồi cho nằm chẳng mình đây thà tá ca nghe khăn nè rồi bây giờ nông tập đùm rau ca khăn chỉ biết thôi dương vì ai chạp đơm cho mùi cô đau để dương trâu ca cái nông anh quất để miên tầm lay từ đó mùi liến pram bay mơn đó là nó mình đây thà dương trâu prơ pil tu tầng ó mùi rồi cho nằm rồi bây trâu ca rốt yun rồi bây trâu ca vì lá rồi bây trâu ca phanh này kia rai mà thu mê lư mền chẳng số thà mà rồi cho nằm miền này na khác để ai nuôi đau mà rồi cho nằm lư dương ai ban tạt tu ban người tôi thấy sừng khương phải dương vì ai tôi đau mà rồi cho nằm ban nọt mình ai bàn chẳng hết ban mà đau step away หรือ why ទី2 why network หรือ head away ដែលយើងបានចូលមកសហការជាមួយប្រព័ន្ធបណ្ដាញឃើញអត់នេះពេលដែលយើងមានសំណួរណា why ដំបូងគឺ why អីចយហេតុអីដែលយើងចូលសហការ why ទី2គឺ why network ណាអញ្ចឹង why network ខ្ញុំក៏មានសំណួរថាហេតុអ្វីដែលយើងត្រូវមកសហការជាមួយប្រព័ន្ធបណ្ដាញថ្ងៃនេះសំណួរដែលខ្ញុំធ្លាប់សួរvớiយើងទាំងអស់គ្នាថា1 បូកនឹងអ្វីបានលេខ5 1 បូកនឹងអីបាន5បាទជួយឆ្លើយមកcomment មកបាទ1 បូកនឹងអីបានលេខ5នេះណាឆ្លើយត្រូវខ្លះ1 បូកនឹងអីបានលេខ5មែនតែឆ្លើយត្រូវហើយ4 អូខេ1 បូក4បាន5នេះគ្រូសេងឌីឆ្លើយត្រូវឆ្លើយលឿន2 គុណនឹងអីបាន4សួរសិនឆ្លើយបានអត់2 គុណនឹង2អ្នកគ្រូអ៊ុនសៀកថា2 គុណនឹង2អ្នកគ្រូសេងឌី2 គុណនឹងអីបាន4 2 គុណ 2 2 ពីរដង 4 2 គុណ 2 2 គុណ 2 បាន 4អូឆ្លើយបានព្រាមសំណួរទៀតមួយប្រុងត្រៀមឆ្លើយណាឆ្លើយតបណាចាំមើលណាថាពួកយើងឆ្លើយតបបានលឿនទៅប្រមាណ8 ដកនឹងអីបាន2លើកដៃខ្ញុំមើល8 ដកនឹងអីបាន2 8 ដកនឹងលេខអីបានសល់2មានអ្នកឆ្លើយថាដកលេខ6ដល់សល់2បងប្អូនឃើញអត់គេថាសមការតួលេខណារបៀបអញ្ចឹងស៊ូភ្លាមឆ្លើយបានភ្លាមយើងមិនចាំបាច់គិតអីយូរមិនចាំបាច់គិតអីច្រើនមែនលឹងមែនចាំបាច់គិតយូរអត់ចាំបាច់គិតច្រើនអត់ហើយយើងឆ្លើយតបបានលឿនអត់1 បូក 4 បាន 5នេះពួកយើងឆ្លើយបានភ្លាម2 គុណនឹងអីបាន 4 ពួកយើងឆ្លើយ2ភ្លាម8 ដកអីបាន2ពួកយើងឆ្លើយតែលេខ6ភ្លាមមិនចាំបាច់គិតអ្វីច្រើននេះគឺសំណួរក្នុងតួលេខដែលអ្នកណាក៏ឆ្លើយតបបានយ៉ាងងាយស្រួលភ្លាមប៉ុន្តែវាមានសំណួរមួយទៀតបាទសំណួរមួយទៀតយើងបូកនឹងអីបានវាឡាអ្នកគ្រូអ៊ុនសៀកឆ្លើយបានអត់អ្នកគ្រូសៀងសឹងឌីឆ្លើយបានអត់យើងបូកនឹងអីបានវាឡាមកដល់សំណួរនេះពួកយើងចាប់ផ្ដើមយើងបូកនឹងអីបានវាឡាឆ្លើយមិនទាន់បានយើងគុណនឹងអីបានរថយន្តយើងគុណនឹងអីបានរថយន្តឆ្លើយបានអត់ងឹងមកតាទៀតយើងដកនឹងអីបានផ្នែកហិរញ្ញវត្ថុឬមានប្រាក់ចំណូលឃើញអត់នេះពេលសំណួរគេថាសំណួរជីវិតដែលយើងត្រូវការជោគជ័យសំណួរដល់ផ្លូវជីវិតខិនយើងតែយើងត្រូវការវិឡារថយន្តឬត្រូវការប្រាក់ចំណូលអញ្ចឹងសួរថាសំណួរអញ្ចឹងវាពិបាកក្នុងការឆ្លើយតបមែនឬមែនអញ្ចឹងសំណួរប្រភេទដែលថាយើងត្រូវការបូកអីបានវិឡាយើងគុណអីបានរថយន្តយើងដកអីបានលុយវាគឺជាសំណួរដែលយើងត្រូវមានសកម្មភាពហើយឆ្លើយភ្លាមក៏មិនអាចបានបាត់ឯណាអាចឆ្លើយបានភ្លាមបាត់ឯណាអាចប្រើពី1ឆ្នាំឆ្លើយតបបានបាត់ឯណាអាចប្រើពី10ឆ្នាំបាត់ឯណាអាចប្រើពី1ជីវិតបាត់ឯណា1ជីវិតឆ្លើយតបមិនបានទៀតមែនឬមែននេះគេហៅថាសំណួរជីវិតតែយើងត្រូវការជោគជ័យយើងត្រូវឆ្លើយតបវាឲ្យបានអញ្ចឹងការឆ្លើយតបក្នុងសំណួរប្រភេទទី2ហ្នឹងដែលខ្ញុំស៊ូពួកយើងទៅហ្នឹងចុះពួកយើងត្រូវថាអាចចាប់ផ្ដើមពីការស្ដាប់ការចូលសិក្សាការចូលចុះអនុវត្តការ
ចូលរៀនការចូលហ្វឹកហាត់មែនឬមិនមែនបាទនេះឃើញអត់នេះហើយសំណួរថាហេតុអ្វីដែលយើងត្រូវតែសហការជាមួយប្រព័ន្ធបណ្ដាញពេលដែលយើងឆ្លើយតបបានហើយថាអូខេមូលហេតុដែលយើងចូលសហការជាមួយប្រព័ន្ធបណ្ដាញហ្នឹងវារបីអីហើយហេតុអីប្រព័ន្ធបណ្ដាញហ្នឹងយើងត្រូវជ្រើសយកក្រុមហ៊ុន JNC ហើយ Join Coin ហេតុអីបាទណាយើងដឹងហើយថាប្រព័ន្ធបណ្ដាញវាមានភាពស្អាតមូលហេតុដែលយើងជ្រើសយកក្រុមហ៊ុន JNC ឬ Join Coin ព្រោះថាក្រុមហ៊ុនJNC យើងមកមើលប្រព័ន្ធទីផ្សារទូទៅប្រព័ន្ធទីផ្សារទូទៅវាមានរោងចក្រណាវាមានរោងចក្រផលិតណារោងចក្រផលិតបូកដើមក្នុងប្រាក់កម្រៃផលិតមកហើយលក់ឲ្យឈ្មួញកណ្ដាលណាឈ្មួញកណ្ដាលមានអី Seven Mixi Micro Lotus អីចឹងមែនអត់លក់ឲ្យ Big C 7 Macro Lotus ណា60ដើមគីបូកកម្រៃ40ពីរោងចក្រលក់ឲ្យ7 Big C 60គីមានកម្រៃ20 7 Big C Macro ទិញមកឲ្យមានដើម60គីក៏ត្រូវការមានប្រាក់កម្រៃអញ្ចឹងគីបូកប្រាក់កម្រៃក្នុងការចុះដើមជួលបុគ្គលិកទឹកភ្លើងសេវាកម្មជូនទាំងអស់លក់មកឲ្យយើងគឺជាអតិថិជនលក់ទៅដល់100អញ្ចឹងគេមានកម្រៃ40ណាជាមួយកណ្ដាលមានកម្រៃ40នេះគឺហៅថាប្រព័ន្ធទីផ្សារទូទៅប៉ុន្តែក្នុងប្រព័ន្ធទីផ្សារខិនក្រុមហ៊ុន Joy and Coy គឺយើងទាំងអស់គ្នាថ្ងៃនេះប្រព័ន្ធទីផ្សារខិនក្រុមហ៊ុន Joy and Coy ឬ JNC ខាងយើងថ្ងៃនេះយើងកាត់ឈ្មោះកណ្ដាលចេញណាយើងកាត់ឈ្មោះកណ្ដាលចេញកណ្ដាលចេញយើងមានរោងចក្រមែនអត់ណាយើងមានរោងចក្រដោយក្រុមហ៊ុន JNC ផលិតខ្លួនឯងលក់ខ្លួនឯងហើយលក់បន្ទួល direct ទៅដល់អតិថិជននេះឃើញអត់ណាទីផ្សារធម្មតារោងចក្រផលិតមានឈ្មោះកណ្ដាលអតិថិជនប្រើរបស់គេ 100% ប៉ុន្តែ JNC ខ្លួនយើងរោងចក្រយើងផលិតខ្លួនឯងធ្វើទីផ្សារខ្លួនឯងលក់ direct ទៅដល់អតិថិជនដោយក្រុមហ៊ុន JNC បើកឱកាសទទួលពួកយើងទាំងអស់គ្នាคล้ายកើតជាហ៊ុនសួនដោយហ៊ុនសួនខាងក្រុមហ៊ុន JNC ធ្វើតាមលក្ខខណ្ឌប្រព័ន្ធដែលក្រុមហ៊ុន JNC កំណត់យើងបកកែលក់យើងក៏មានប្រាក់កម្រៃយើងមិនបកកែលក់យើងបកកែប្រសពផ្សាយយើងបានប្រាក់ភាគលាភពីការប្រើប្រាស់អញ្ចឹង JNC ប្រាប់ថាតែយើងមិនបកកែលក់យើងបានប្រាក់ភាគលាភពីការប្រើប្រាស់ឧទាហរណ៍ថា$30ទូ$500ឬយើងទទួលមួយថ្ងៃ$500រៀងរាល់ថ្ងៃមួយខែយើងមានឱកាសទទួលប៉ុន្មាន$15,000ណា$15,000អញ្ចឹងក្រុមហ៊ុន JNC ទូនាទីឲ្យយើងបង្រីឬលក់ឬប្រសពផ្សាយតែប៉ុណ្្នឹងយើងមានឱកាសទទួលប្រាក់រង្វាន់ឬប្រាក់ភាគលាភឬប្រាក់កម្រៃដោយក្រុមហ៊ុនយកប្រាក់រង្វាន់ប្រាក់ភាគលាភប្រាក់កម្រៃ60% ហ្នឹងថែមទីកើតជាខិនឈ្មោះកណ្ដាលយកមកជូនមកដល់ដៃគូខិនក្រុមហ៊ុន JNC យ៉ាងពួកយើងគេថាសមាជិកក្រុមហ៊ុន JNC ឃើញអត់អានេះគឺប្រព័ន្ធទីផ្សារខិនក្រុមហ៊ុនបណ្ដាញ JNC ខាងយើងបានទូនទីខាងយើងតែប្រើប្រាប់ប្រាប់ចែករំលែកតែប៉ុណ្្នឹងបាទហើយពេលយើងដឹងអញ្ចឹងហើយពុបអញ្ចឹងធ្វើយ៉ាងម៉េចឲ្យយើងបានទទួលប្រាក់រង្វាន់ឬប្រាក់ភាគលាភឬប្រាក់កម្រៃ JNC ខាងយើងក៏បានមានប្រព័ន្ធឬក៏ថា system អញ្ចឹងវាត្រូវមានស្នួលថាហេតុអ្វីយើងត្រូវមានប្រព័ន្ធឬយើងត្រូវប្រើប្រព័ន្ធយើងត្រូវមាន system អូនេះចំណុចនេះសំខាន់មែនទែនការធ្វើអាជីវកម្មឲ្យវាជោគជ័យឲ្យរីកចម្រើនយើងត្រូវមានប្រព័ន្ធណាយើងត្រូវមានប្រព័ន្ធទី1ណាយើងត្រូវធ្វើអីខ្លះទី1គឺយើងត្រូវស្វែងយល់ឬត្រូវសិក្សាប្រព័ន្ធការងារថាវាកើតជារបៀបយ៉ាងម៉េចណាប្រព័ន្ធការងារណាថាវាមានរបៀបម៉េចគឺតាមពិតវាមាន3ចំណុចណាការចូលសិក្សាក្នុងប្រព័ន្ធការងារទី1ចូលមកសិក្សាណារៀនឲ្យបានលម្អិតលម្អន់តាំងចិត្តសិក្សាណានេះគឺហៅថាទី1ណាទី2យើងត្រូវហ្វឹកបង្វឹកយើងរៀនយើងសិក្សាយើងត្រូវចុះអនុវត្តណាចុះអនុវត្តទៅឲ្យធ្វើមិនទៅបានយើងត្រឡប់មករៀនចុះអនុវត្តតទៀតគេថាអ្នកដែលចុះអនុវត្តហើយចុះអនុវត្តទៀតសកម្មភាពហើយសកម្មភាពបុគ្គលអ្នកដែលសកម្មភាពហើយសកម្មភាពទៀតហ្នឹងបុគ្គលប្រភេទអញ្ចឹងនឹងមាន
ភាពចំណេញនោះក៏ក្នុងខ្លួនឬថាតែមានភាពធនធានឬមានការប្រកែនោះក៏ក្នុងខ្លួនមានអត់អញ្ចឹងពេលដែលយើងមានចំណេះយើងមានជំនាញយើងមានដៃគូទៅហើយទី3ណាការចេះបង្រៀនដៃគូបន្តទៅទៀតបាទអានេះគឺការអឺសិក្សាប្រព័ន្ធការងារក្នុងការសិក្សាប្រព័ន្ធការងារគឺរៀនហ្វឹកធ្វើឲ្យបង្រៀនអ្នកបន្តទៅទៀតឃើញអត់អានេះគឺការធ្វើអាជីវកម្មឲ្យជោគជ័យដោយត្រូវមានប្រព័ន្ធចុះប្រព័ន្ធក្នុងការសិក្សាប្រព័ន្ធក្នុងការចុះអនុវត្តប្រព័ន្ធក្នុងការហ្វឹកបង្វឹកឬបង្រៀនដៃគូបន្តទៅទៀតនេះដែលហៅថាយើងត្រូវមានប្រព័ន្ធអញ្ចឹងក្នុងប្រព័ន្ធយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យប្រើប្រព័ន្ធនឹងបានយ៉ាងមានប្រសិទ្ធផលឬលទ្ធផលបាទអញ្ចឹងក្នុងការប្រើប្រព័ន្ធឲ្យបានលទ្ធផលក្នុងអាជីវប្រព័ន្ធបណ្ដាញទីផ្សារគេហៅថាយើងត្រូវចេះចូលសិក្ខាសាលាឬក៏ហៅថាចូល meeting ការចូល meeting គឺការចូលសិក្សាស្វែងយល់ឲ្យដើម្បីឲ្យបានមាន plot គំនិតដែលត្រឹមត្រូវមានភាពជំនាញមានសក្តានុពលផ្លូវចិត្តឃើញអត់អញ្ចឹងប្រព័ន្ធដំបូងណាតើពួកយើងទាំងអស់គ្នាដែលថាត្រូវធ្វើអាជីវប្រព័ន្ធបណ្ដាញឲ្យជោគជ័យយើងក៏មិនដាច់ក្នុងការចូល meeting ឬចូល center ណាព្រោះថាការចូល meeting ឬការចូល center ហ្នឹងវាគឺជាធ្វើឲ្យយើងបានមានការជួបមានការបាននិយាយរឿងរ៉ាវអាជីវកម្មបានសិក្សាបានបង្កើតអាជីពបានគេថាមានអ្វីគ្រប់សពយ៉ាងអញ្ចឹងក្នុងការចូល meeting វាធ្វើឲ្យយើងបានឃើញឱកាសឬក៏ថា opportunity ទី2ធ្វើឲ្យយើងចាប់ផ្ដើមក្នុងការសាងអាជីវកម្មបានឃើញអត់អ្នកដែលឯងចូល center អ្នកដែលឯងចូលការិយាល័យណាអ្នកដែលធ្វើអាជីវប្រព័ន្ធបណ្ដាញទីផ្សារដែលជោគជ័យណាខ្ញុំសង្កេតអ្នកដែលនៅក្នុងប្រទេសខ្លួនឯងឬចូលព្រីធ្វើការងារតែម្នាក់ឯងមិនព្យាយាមចូល center 100ទៀងតង់100ខ្ញុំដែលទិនឃើញអ្នកណាដែលជោគជ័យទេប៉ុន្តែអ្នកដែលចូល center ចូល center ចូលមក meeting ចូលមកប្រជុំបើគួរប្រភេទអញ្ចឹងរបីថាมันខ្លាំងมันប្រកែប៉ុន្តែมันយូរឆាប់បើគួរប្រភេទអញ្ចឹងក្នុងជោគជ័យបានអញ្ចឹងក្នុងការចូល center ឬការ meeting ធ្វើឲ្យយើងបានជួបឱកាសអាជីវកម្មហើយយើងចាប់ផ្ដើមសាងអាជីវកម្មហើយយើងដេញវិធីក្នុងការសាងអាជីវកម្មទៅហើយយើងនឹងចេះបង្កើតឬបង្រៀនគេថា leverage ឬហៅថាទ្វីគុណហើយចេះនាំក្រុមឬផាច្រើនក្រុមរបីឲ្យកើតគេថាសក្តានុពលផ្លូវចិត្តទូតាមប្រព័ន្ធវាផ្សេងទៅទៀតបាទអញ្ចឹងសំខាន់ណាស់បងប្អូនទាំងអស់គ្នាប្រព័ន្ធដំបូងខិនប្រព័ន្ធជោគជ័យគឺការចូល center អញ្ចឹងរបស់ដែលយើងត្រូវធ្វើក្នុងធុរកិច្ច JNC វាមាន3P អានេះយើងនិយាយរៀងរាល់សប្តាហ៍អ្នកដែលធ្វើអាជីវប្រព័ន្ធបណ្ដាញវិសាបញ្ហាធំបំផុតខិនអ្នកដែលធ្វើប្រព័ន្ធបណ្ដាញឬធ្វើទីផ្សារបណ្ដាញទី1ខ្វះបញ្ជីឈ្មោះទី2ពេលដែលយើងខ្វះបញ្ជីឈ្មោះយើងនឹងខ្វះប្រាក់ចំណូលបាទអញ្ចឹងគេថាពីករណីមិញដែលខ្ញុំលើកឡើងហ្នឹងវាគឺជាបេះដូងសំខាន់មែនទែនអញ្ចឹងរឿងដែលយើងត្រូវតែធ្វើក្នុងអាជីវកម្មប្រព័ន្ធបណ្ដាញទីផ្សារ JNC ទី1យើងត្រូវស្វែងឬបង្កើតបញ្ជីឈ្មោះឬពាក្យអង់គ្លេសហៅថា prospecting នេះគឺសំខាន់ណាមុនយើងនឹងទៅបើកចិត្តដៃគូមុនយើងនឹងទៅបបួលដៃគូសំខាន់ថ្ងៃនេះយើងនឹករោដៃគូយើងនឹកដល់ដៃគូឬយើងរោវិធីទៅរោដៃគូបានហើយឬអត់អញ្ចឹងទី1គេថា prospecting គឺការសាងបញ្ជីឈ្មោះទី2ពេលដែលយើងបង្កើតបញ្ជីឈ្មោះបានទៅហើយយើងរោដៃគូដែលយើងនឹងទៅបបួលកើតបានទៅហើយឬយើងមានឈ្មោះមានដៃគូទៅបបួលបានទៅហើយទី2យើងត្រូវចេះបង្ហាញឬក៏ថាបរិយាយពីអង់គ្លេសគេថា presenting គឺថាថ្ងៃនេះយើងនឹងចេះបរិយាយឬpresent ហ្នឹងយើង present រឿងអីខ្លះសំខាន់នោះក៏នៅប្រព័ន្ធបណ្ដាញទីផ្សារទី1រឿងរ៉ាវខាងក្រុមហ៊ុនយើងត្រូវយល់វាច្បាស់អត់ហើយយើងត្រូវចេះនិយាយដល់រឿងក្រុមហ៊ុនអត់ទី2រឿងខាងប
ផលិតផលខិនក្រុមហ៊ុនថ្ងៃនេះយើងត្រូវស្គាល់ផលិតផលយើងត្រូវស្គាល់ប្រព័ន្ធសុខភាពប្រព័ន្ធមេរោគឃើញអត់តែលោកប្រធានយើងនិយាយដល់អូជំងឺណានិយាយដល់ផលិតផលដែលអាចឆ្លើយតបជាមួយប្រព័ន្ធសុខភាពយើងអានេះយើងត្រូវតាមចេះ present អត់ចេះបង្ហាញអត់ទី3យើងត្រូវចេះបង្ហាញឱកាសក្នុងអាជីវកម្មដែលអាចសាងប្រាក់ចំណូលឬគេថា planning plan market plan money យើងចេះបង្ហាញគម្រោងអត់ទី4ការបកស្រាយឬការចាត់ការតតាំងសួរតែយើងថ្ងៃនេះចេះបរិយាយចេះបកស្រាយចេះ present អត់ណាក៏ចាត់ការតតាំងណាទី5យើង present ដល់ភាពស្រស់ស្អាតបានអត់បរិយាយដល់ភាពស្រស់ស្អាតខិនប្រពន្ធមិនណែនយីផ្សារបានអត់ភាពស្រស់ស្អាតខិនប្រពន្ធមិនណែនយីផ្សារវាមានអីខ្លះចុះដើមតិចមិនចាំបាច់ស្តុកមិនចាំបាច់ប្រកេលក់ប្រើឲ្យចែកលំលេខគឺអាចមានប្រាក់រង្វាន់មិនចាំបាច់មានការសិក្សាកពស់កពូលធ្វើពីលណាធ្វើនោះភូមិភាគណាมันសំខាន់ជនជាតិអីក៏ធ្វើអានេះគេហៅថាភាពស្រស់ស្អាតណាជោគជ័យលឿនចូលនិវត្តន៍លឿននេះគេហៅថាភាពស្រស់ស្អាតឃើញអត់អញ្ចឹងក្នុងការ presenting ព្រោះយើងត្រូវតែចេះ present តែយើងត្រូវ present អីមុនក្រោយមិញលោកផវិជិតនិយាយថាអើយយើងបរិយាយការហ៊ូកមានអត់ការហ៊ូកណាយើងនិយាយដល់ថាឱកាសក្នុងអាជីវកម្មយើងនិយាយទៅដល់ថាក្នុងផលិតផលហើយចុងក្រោយយើងចេះ present ក្នុងការ close sale ឬការបិទការលក់ឃើញអត់អញ្ចឹងទី2 presenting សំខាន់មែនទែនទី3ដែលពួកយើងត្រូវទទួលស្គាល់ហើយត្រូវយល់ហើយត្រូវចុះអនុវត្តផងគឺការ promoting ការ promoting គឺការប្រសពផ្សាយណាប្រសពផ្សាយវគ្គREP ប្រសពផ្សាយវគ្គ JC Metric ប្រសពផ្សាយវគ្គបដោះបដាលប្រសពផ្សាយវគ្គ How Meeting ប្រសពផ្សាយវគ្គ OBP ប្រសពផ្សាយវគ្គ NBP ប្រសពផ្សាយការទស្សនៈរោងចក្រផ្សព្វផ្សាយpromote ទៅដល់កម្មវិធីបំពាក់អិសរាជយុទ្ធប្រចាំឆ្នាំនេះគេហៅថា promoting ចឹងអ្នកដែលធ្វើប្រព័ន្ធបណ្ដាញទីផ្សារទាំងអស់ត្រូវស្គាល់ណាត្រូវស្គាល់វិធី promoting បាទអញ្ចឹងក្នុងការpromote នឹងវាមានគន្លឹះប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែប្រចាំត្រៃមាសប្រចាំពាក្យកណ្ដាលឆ្នាំប្រចាំមួយឆ្នាំទៅទៀតបាទអញ្ចឹងអ្នកដែលនៅក្នុងប្រព័ន្ធបណ្ដាញផ្សារដែលជោគជ័យត្រូវយល់ step road map to success គេថាជំហានផ្លូវអ្នកដែលជោគជ័យក្នុងការជំរុញមនុស្សឲ្យចូលទៅក្នុងប្រព័ន្ធ system ឃើញអត់បងប្អូនយល់អត់បាទដែលខ្ញុំនិយាយដល់ចំណុចនេះតែអ្នកដែលគឺធ្លាប់ស្ដាប់អាចយល់ដែរណាយ៉ាងអ្នកគ្រូសេងឌីប៊ុនណាំផ្លយសុភ័ក្រអ្នកគ្រូទើងឆ្នះអាចយល់ដែរព្រោះតែយើងនិយាយតែរហូតបាទអញ្ចឹងក្នុងវិធីដែលត្រឹមត្រូវក្នុងការធ្វើអាជីពប្រកម្មបណ្ដាញវិសាបាទវាមានអីខ្លះបាទទី1ណាសរុបណាទី1ការ meeting ការ meeting គឺលេខ1លើយយ៉ាងការចូលប្រជុំ Zoom យ៉ាងនេះគឺលេខ1លើយដែលយើងត្រូវតែចូល online Zoom ណាពេលដែលយើងចូល meeting ទៅហើយវាមាននេះប្រព័ន្ធច្រើនណាតែនិយាយថ្ងៃនេះ3យប់ក៏មិនទាន់ចប់ទេតែខ្ញុំកាត់ខ្លីៗតាក្រោយពីប្រព័ន្ធ meeting ការចូល meeting ការចូល center ការចូលរួមប្រជុំធ្វើឲ្យយើងមាន3កំណត់កំណត់ទី1 plot កំណត់គឺកំណត់ការកើតជាម្ចាស់ឬ your business នោះនឹងកំណត់ទី2គឺកំណត់ timing your success ពេលវេលាក្នុងការជោគជ័យកំណត់ទី3គឺការលះបង់ការលះបង់keep កំណត់ទី3 3S មានអីខ្លះមេរៀននេះខ្ញុំនិយាយទៅទ្រុស S ទី1គេថា sponsor S ទី2គេថា seller S ទី3គេថា service sponsor គេថាបបួលឬឧបត្ថម្ភ seller គឺការលក់ណាលក់យ៉ាងម៉េចក្នុងរបៀបប្រព័ន្ធបណ្ដាញទីផ្សារ S ទី3 service ហ្នឹងការ service ហ្នឹងយើងបំរើដៃគូបំរើអតិជនយើងបំរើយ៉ាងម៉េចឃើញអត់អានេះគឺ 3A 3P មិនខ្ញុំនិយាយខ្លះ 3P prospecting presenting ហើយក៏ promoting ឃើញអត់អានេះយើងយកទៅបំបែកដល់ទៀតបានណា
សម្រាប់ 3A กับមានអីខ្លះបាទ 3A 3A គឺ A ទី1គេថា A attitude គេថាទស្សនវិស័យណា A ទី2គេថា A atmosphere បរិយាកាសថ្ងៃនេះយើងត្រូវការជោគជ័យតែយើងចូលមកក្នុងស៊ូមតែម្នាក់ឯងវាអត់មានបរិយាកាសទេតែយើងបបួលដៃគូបបួលសៃឡាយបបួលអូដៃគូយើងមកច្រើនក្នុងស៊ូមមាន100នាក់200នាក់អូបរិយាកាសកើតឡើងគេថាមាន atmosphere មានអត់ណា atmosphere A ទី3គេថា A action ការចុះសកម្មភាពឃើញអត់អានេះគេថាក្នុងប្រព័ន្ធទាំងអស់ដែលខ្ញុំនិយាយថាយើងត្រូវចូលមកសិក្សាដូចយ៉ាងដែលលោកផលវិឆេទនិយាយដល់មិញតែយើងត្រូវចូលរៀនដំបូងតែយើងមិនរៀនយើងនឹងដេញបានយ៉ាងម៉េចណាមិនថារឿងការរៀនឲ្យយើងយល់ថាហេតុអីយើងត្រូវរៀនណាហេតុអីយើងត្រូវរៀនណាដើម្បីហេតុអីយើងត្រូវចូលប្រជុំណាដើម្បីយើងរៀនដើម្បីយើងអាសាអាជីវកម្មណាដើម្បីយើងចេះបរិយាយណាយល់ច្បាស់ណារឿងកំលឹះអ្វីផ្សេងៗដល់ទៀតណារៀនឲ្យបានវិធីគិតវិធីសាស្ត្រដើម្បីយើងខ្លាចកើតជាម្ចាស់ណាអញ្ចឹងណារៀនឲ្យបានវិធីអីទៀតអូមិញខ្ញុំនិយាយទៅឯនោះ 3A នេះ 3A អញ្ចឹងវិធីសាងអាជីវកម្មឲ្យបានងាយស្រួលហើយសរុបណាវិធីសាងអាជីវកម្មឲ្យបានងាយស្រួលមាន2ខទី1នឹមខ្លួនយើងមករៀននឹមខ្លួនយើងចូល center នឹមខ្លួនយើងចូលមកសិក្សាណាទី2នឹមដៃគូដោឡាយខ្លួនយើងមានដោឡាយអត់អ្នកគ្រូមេនីអ្នកគ្រូសេងឌីតឿងយន្តថាអ្នកគ្រូអ៊ុនសៀកបាទយកខ្លួនឯងមកចូលរួមហើយព្យាយាមជំរុញ promote ដៃគូ promote ដោឡាយចូលមករៀនចូលមកសិក្សាជាមួយគ្នាបាទអានេះគឺវិធីធ្វើធុរកិច្ចរបៀបងាយស្រួលហ្មងងាយហ្មងបាទឃើញអត់បាទអញ្ចឹងសរុបទៅឲ្យការចូល meeting វាបានអ្វីគ្រប់ទាំងអស់ណាដែលខ្ញុំនិយាយទៅមិនថាឱកាសអាជីវកម្មការចាប់ផ្ដើមសាងអាជីវកម្មការរីកចម្រើនទ្វីគុណក្នុងអាជីវកម្មរបស់យើងការមានសក្តានុពលផ្លូវចិត្តអូអានេះគឺការដែលចូលប្រជុំឲ្យវាបានបរិយាកាសបាទអញ្ចឹងតទៅទៀតណាការសាងធុរកិច្ច JNC សាងធុរកិច្ច JNC មានប្រមាណចំណុចបាទ2ឃើញអត់មិនដែលលោកផ្អើយនិយាយទៅខ្ញុំយកមកពុះយកមកវាសយកមកពលះទៅតទៀតថាចឹងវិធីសាងធុរកិច្ច JNC ឲ្យជោគជ័យយើងធ្វើតែ2តែប៉ុណ្្នឹងទី1យើងប្រើផលិតផលឲ្យបាន 100% ដើម្បីកើត before after មុនប្រើនឹងគាត់ឲ្យឃើញលទ្ធផលទី2បង្រីកសាខាអាជីវកម្មបាន 100% ដើម្បីឲ្យយើងមានផ្នែករ៉ៃវិធីយ៉ាងគង់វង្សណាកើតសេដ្ឋីបាទអញ្ចឹងទី1បាទយើងមកមើលទី1ណាការប្រើផលិតផលឲ្យមាន before after ឃើញអត់ថ្ងៃនេះបាត់អ្នកណាអាចខាតពេលក្នុងការទុញ្ញ័យតួបសំទុញ្ញ័យគ្រឿងបសំបាត់ណាយើងប្រើពេលទូបរិយាយរឿងតួបសំច្រើនពេកតែដឹងអត់អតិជនបាត់ណាគេចង់ដឹងលទ្ធផលមែនលំមែនថ្ងៃនេះខ្ញុំជឿថាអូសិតយងហើបអ៊ីប៊ីចិនអូខេវាល្អហើយតែមិនល្អក្រសួងសុខាភិបាលគេមិនអនុញ្ញាតឲ្យយើងយកមកធ្វើទីផ្សារបានឡាបូគេមិនអនុម័តឲ្យយើងយកមកធ្វើទីផ្សារបានប៉ុន្តែថ្ងៃនេះសម្រាប់អ្នកដែលធ្វើទីផ្សារអ្នកដែល marketing គេចង់ដឹងគេចង់ឃើញលទ្ធផលមែនអត់ដូចយើងយកទៅរៀនទៅលក់នេះគ្រូទើងថាក៏ធ្លាប់លក់ទៅរៀនស៊ូតែពេលដែលយើងយកទៅរៀនមន់ថងទៅលក់គេមកទិញទៅរៀនយើងគេស៊ូវិធីដាំវិធីដាក់ជីយើងអត់ no ពេលគេទិញទៅរៀនយើងគេស៊ូថាទៅរៀនយើងឆ្ងាញ់អត់ផ្អែមអត់មែនឬមែនគេចង់ដឹងលទ្ធផលទៅរៀនហ្នឹងលទ្ធផលវារត់ជាតិយ៉ាងម៉េចដូចគ្នាឱសថបារាណចិនទឹកយងហឹងកាន់យើងថ្ងៃនេះគេចង់ដឹងលទ្ធផលថាយងហឹងជួយជំងឺឲ្យបានខ្លះអ្នកដែលមានបញ្ហា stroke ជួយបានអត់អ្នកដែលមានបញ្ហាលឹះឈាមជួយបានអត់អ្នកដែលមានបញ្ហាលឹះជាតិស្ករជួយបានអត់អ្នកដែលឈឺស្លាករ៉ាំរ៉ៃជួយបានអត់អ្នកដែលកើតជំងឺ NCD ជួយបានអត់ហើយមានលទ្ធផលអ្នកដែលប្រើជាអត់អញ្ចឹងហើយបាទលទ្ធផលដែលយើងយកមកបង្ហាញតាមពិតវាធ្វើឲ្យកើតការស្រួលងាយក្នុងការបិទការលក់មែនឬមែនអញ្ចឹងលទ្ធផល before after សំខាន់មែនទែន
យើងឡងមើលនេះ before after ទី1ទី2ទី3យើងនឹងឃើញឆ្វេងនឹងស្ដាំឃើញអត់អានេះគឺវិធីលក់ខិនខ្ញុំគឺតាមពិតខ្ញុំមិននិយាយដល់តួផ្សំអីច្រើនទេខ្ញុំមិននិយាយដល់សារធាតុគីមីអីដែលនោះក្នុងឱសថខ្ញុំមិននិយាយទេតែខ្ញុំនិយាយតែម្យ៉ាងទេតែឱសថខិនខ្ញុំមានស័ក្តិសិទ្ធិខិនខ្ញុំមុខអញ្ចឹងមុនប្រើមុខអញ្ចឹងក្រោយប្រើ before after មែនឬមែនបាទខ្ញុំយករូប before after យកមកបង្ហាញឲ្យឃើញថាហេអ្នកដែលមុនប្រើនិងក្រោយប្រើវាចេញលទ្ធផលមិនលោកប្រធានខាងយើងមុនប្រើនិងក្រោយប្រើអាយុប្រហែលអាយុ45អាយុ55ខ្ញុំមានអាយុ35 45 55អានេះគឺថាលក់លទ្ធផលអត់លក់លទ្ធផលខ្លួនឯងអត់នេះគឺថាលក់លទ្ធផលច្រើនអ្នកមិនយល់ទូនិយាយដល់តាតួបសំនិយាយដល់ថានិយាយបានតួបសំតែយើងនិយាយខ្លីៗចំណុចខ្លឹមប៉ុន្តែយើងមានរូបអ្នកដែលមានលទ្ធផលពីការប្រើអត់ចំណុចនេះគឺសំខាន់ក្នុងការសាងធុរកិច្ច JNC ណាទី2ការបង្រីកអាជីវកម្មឲ្យបាន100%ងាយនេះសួរថាយើងប្រកែលក់អត់មានប្រមាណអ្នកប្រកែលក់សុំមើលដៃអត់មានអ្នកប្រកែលក់ចឹងអ្នកណាមិនប្រកែលក់សុំលើកដៃអ្នកមិនប្រកែលក់មានអត់ដល់សួរថាអ្នកមិនប្រកែលក់មានតែលើកដៃមិនប្រកែលក់ JNC ក៏ធ្វើឲ្យយើងមានប្រាក់ចំណូលបានធ្វើឲ្យយើងមានប្រាក់រង្វាន់ឬក៏ថាប្រាក់ភិលាភពីការប្រសពប្រសាយអុយដៃគូបានប្រើប្រាស់ប្រាប់អូសតយើងល្អវិញថ្នាំយើងល្អវិញប្រើឲ្យត្រូវប្រើឲ្យជាប្រើឲ្យល្អតាប្រើល្អប្រពន្ធប្រើល្អប្តីប្រើល្អឪពុកម្ដាយប្រើល្អអូហូប្រសពផ្សាយល្អគេថាបបួលឬទូប្រសពផ្សាយអុយកើតដៃគូប្រើប្រាស់ចំណុចនេះមិនចាំបាច់ប្រកែលក់យើងក៏មានប្រាក់ចំណូលបាននេះគ្នាបាទអញ្ចឹង JNC ខាងយើងពេលដែលយើងចូលមកហើយឲ្យយើងសិក្សាគម្រោងនឹងឲ្យយល់ច្បាស់ពេលដែលយើងសិក្សាគម្រោងបានយល់ច្បាស់ទៅហើយយើងសិក្សាថាពេលដែលយើងចង់បានសេរីភាពមិនថាផ្នែកហិរញ្ញវត្ថុឬពីលីទី1ឲ្យយើងប្រើប្រាស់ជាមួយខ្លួនដើម្បីឲ្យយើងស្គាល់លទ្ធផលពេលដែលយើងប្រើប្រាស់ជាមួយខ្លួនស្គាល់យើងមានលទ្ធផលពីការប្រើប្រើលើពីលក្ខខណ្ឌនេះពុបល្អវិញជាវិញណា good product មានអត់ good product យើងក៏ធ្វើទូនាទីក្នុងការផ្សព្វផ្សាយតាមគម្រោងខិនក្រុមហ៊ុន JNC ដែលមានស្លាបឆ្វេងនិងស្លាបស្ដាំអោយគេប្រើឡើងពេញបន្ទុកឬពេញលក្ខខណ្ឌរបស់យើងឬថាឡើងតំណែងគោលរបស់យើងឃើញអត់បងប្អូនទាំងអស់គ្នាពេលគេប្រើក្នុងស្លាបឆ្វេងស្លាបស្ដាំពេញគោលរបស់យើងនឹងបានប្រាក់រង្វាន់ឬក៏ថាប្រាក់ភិលាភពីក្រុមហ៊ុន JNC $30យើងចាំបាច់ចេញទៅលក់អត់មិនចាំបាច់ចេញទៅលក់ទៅតែយើងនេះលក់លទ្ធផលពីការប្រើដែលយើងមានជំនឿក្នុងខ្លួនឯងមែនឬមែនអញ្ចឹងយើងឡងមើលតែយើងមានអ្នកដែលប្រើហើយបានផលដូចយើងក្នុងស្លាបជើងស្រាំយើងក៏លើយប្រាប់គាត់ថាគេថា franchise នេះប្រាប់តតែយើងផ្សព្វផ្សាយតែយើងប្រាប់តយើងនឹងមានប្រាក់ភាគលាភប្រាក់រង្វាន់អញ្ចឹងលឹងដៃគូយើងជួយស្ដាំក៏ចេះធ្វើដូចយើងលឹងមានអ្នកដែលប្រើដូចយើងក្ដៃឆ្វេងដៃស្ដាំលឹងកើត15គូលឆ្វេងស្ដាំអញ្ចឹងក៏យើងក៏មានឱកាសទទួលប្រាក់រង្វាន់ក្នុងថ្ងៃនោះ$500យើងឡងមើលថាក្រុមធីមនេះដែលប្រើប្រាស់ស្លាបឆ្វេងស្លាបស្ដាំគ្រប់លក្ខខណ្ឌតាមដែលក្រុមហ៊ុនកំណត់ដែលយើងមានឱកាសទទួលប្រាក់រង្វាន់ទៅដល់មួយថ្ងៃ$500អញ្ចឹងតែថ្ងៃនេះយើងមានឱកាសទទួលមួយថ្ងៃ$500អញ្ចឹងរៀងរាល់ថ្ងៃ1K យើងនឹងឃើញប្រាក់ចំណូល1K ហ្មងអត់$15,000មែនឬមែនអត់អញ្ចឹងពេលយើងសិក្សាដល់របៀបគម្រោងការប្រើប្រាស់ហើយការបបួលប្រាប់តអញ្ចឹងយើងនឹងឃើញភាពងាយស្រួលមែនឬមែនអញ្ចឹងពេលយើងឃើញភាពងាយស្រួលវាមានអីត្រូវពិបាកផងមែនអត់អញ្ចឹងថ្ងៃនេះ JNC ច្រើនអ្នកចាប់ដើមឆ្ងល់ថាអញ្ចឹង JNC តែយើងប្រើទៅហើយយើងត្រូវតែប្រាប់តទៅតែរឿយប្រាប់តទៅតែរឿយយើងមិនមានចំណូលអញ្ចឹងតែថ្ងៃណាដែលយើងឈប់បបួលឬយើងឈប់ប្រាប់តយើងនឹងមានប្រាក់រង្វាន់អត់យើងនឹងមានប្រាក់ចំណូលអត់ JNC ដែលយើងសិក្សាគម្រោងឲ្យច្បាស់
តែយើងសិក្សាគម្រោងច្បាស់ព្រោះតែខ្ញុំប្រាប់ថាយើងមិនចាំបាច់ប្រកេប្រាប់តលីយើងឈប់បបួលតក៏បានដែរប៉ុន្តែថ្ងៃនេះតាគីមើលឃើញលទ្ធផលពីផលិតផលឃើញប្រសិទ្ធភាពពីផលិតផលឃើញការតម្រូវការពីការប្រើផលិតផលមិនថាជីកសិកម្មគ្រឿងប្រើប្រាស់ឧបភោគបរិភោគឬឱសថឬអាហារបំពន់ថ្ងៃនេះបងប្អូនឡងមើលថាថ្ងៃនេះមិនចាំបាច់មានអាណាបបួលតរទេតែយើងមានក្រុមធីមអ្នកប្រើប្រាស់នៅក្រុមយើងឧទាហរណ៍ណាយើងឧទាហរណ៍តែយើងមានក្រុមធីមនៅក្រុមយើង4,000អ្នកឆ្វេងស្ដាំឧទាហរណ៍ណាឧទាហរណ៍យើងមាន4,000អ្នកឆ្វេងស្ដាំក្នុង4,000អ្នកឆ្វេងស្ដាំឈប់បបួលប៉ុន្តែក្នុង4,000អ្នកហ្នឹងគិតស្លាញ់ក្នុងការប្រើប្រាស់គិតត្រូវការប្រើឱសថគិតត្រូវការប្រើជីក្រូតវ៉ាន់ក្រូតទូគិតត្រូវការប្រើណាក់ម៉ូគិតត្រូវការប្រើឱសថប្រាំចិនទឹកយើងហឹងប្រើយងហើបយើងឡងមកមើលថាថ្ងៃនេះมันប្រកែលក់มันប្រកែបបួលដល់ទៀតប៉ុន្តែដៃគូយើងស្លាប់ឆ្វេងស្ដាំមានដល់4,000នាក់សុំថាម្នាក់ប្រើប្រាស់ជាមួយខ្លួនឧទាហរណ៍ណាម្នាក់តែ425បន្ទុកក្នុងមួយខែរវាងស្លាប់ឆ្វេងនិងស្លាប់ស្ដាំរវាងស្លាប់ឆ្វេងនិងស្លាប់ស្ដាំបាទមិនថាប្រើកើតជាឱសថប្រាំទឹកយងហឿងប្រើកើតជាណាក់ម៉ូប្រើកើតជាយងហើបណាឬប្រើកើតជាអីក៏បានណាសាប៊ូបុកអាវសាប៊ូដុសខ្លួនសាប៊ូកក់សាក់កាហ្វេជីកសិកម្មប្រើឲ្យបាន425បន្ទុកតម្នាក់ក្នុងមួយខែយកតែម្នាក់425បន្ទុកណាអញ្ចឹងម្នាក់425បន្ទុកគុណនឹង4,000នាក់យើងនឹងឃើញបន្ទុកប៉ុន្មាន1លាន7សែនបន្ទុកស្លាប់ឆ្វេងនិងស្លាប់ស្ដាំ1លាន7សែនបន្ទុកស្លាប់ឆ្វេងស្លាប់ស្ដាំយកមកចែកក្នុង3,400បន្ទុកស្លាប់ឆ្វេងស្លាប់ស្ដាំយើងនឹងឃើញចំនួនគោលកើតប៉ុន្មានបាទ500គោលឆ្វេងនិង500គោលស្ដាំ500គោលឆ្វេងនិងស្ដាំក្នុងមួយខែអត់មានអ្នកណាទៅបបួលទៀតប្រាប់តទៀតទេមានតែអ្នកដែលប្រើប្រាស់ឲ្យប្រើទៀតយើងកើតគោលពីការប្រើប្រាស់500គោលឆ្វេងស្ដាំគុណនឹង$30ក្នុងមួយខែនេះយើងនឹងឃើញប្រាក់ចំណូលយើងចំនួនប៉ុន្មាន$15,000បងប្អូនឃើញអត់ថ្ងៃនេះតែយើងសិក្សាគម្រោង JNC ឲ្យយល់ច្បាស់ក្នុងការប្រើប្រាស់ម្នាក់តែ425បន្ទុកណាកើតជាសាប៊ូក៏បានកើតជាកាហ្វេក៏បានកើតជាយងហើបក៏បានកើតជាយងហឿងក៏បានជាងនោះតែមានប្រាក់រង្វាន់ពីក្រុមហ៊ុន JNC ជូនយើងដល់$15,000តែមួយខែប៉ុន្តែរបៀបបានយ៉ាងម៉េចយើងត្រូវតាចូលមកសិក្សាចូលមកស្ដាប់ចូលមកបញ្យល់ឲ្យយល់ច្បាស់ថ្ងៃនេះស្ដាប់មិនយល់តែចង់យល់ច្បាស់ទៅสู่ថ្នាក់ដឹកនាំចូលមករៀនរៀងថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រថ្ងៃសៅរ៍ណាអូខេអញ្ចឹង JNC គ្នាយើងធ្វើទូនាទីតាប្រើឲ្យក៏បបួលប្រើឲ្យក៏ប្រាប់តឱកាសដែលយើងទទួលដល់មួយថ្ងៃ30ទៅ$500ឬមួយខែ$15,000ណាទូនាទីគ្នាយើងមានតែប៉ុណ្្នឹងប្រើប្រាប់ប្រាក់បួលទឿនអត់អ្នកគ្រូសេងឌីទូនាទីគ្នាយើងធ្វើអីខ្លះបាទ3អក្សរនេះអានថាម៉េចបាទអានឲ្យខ្ញុំស្ដាប់បន្តិច3អក្សរនេះយើងតួនាទីរបស់យើងគឺប្រើហើយប្រាប់ហើយបបួលគាត់ប្រើប្រាប់បបួលប្រើប្រាប់បបួលអានេះគឺបល័យសាងប្រាក់ចំណូលប្រចាំថ្ងៃប្រចាំខែប្រើប្រាប់បបួលចំណាំតាមនេះបងប្អូនมันប្រកែលក់ប្រើប្រាប់បបួលពេលដែលយើងប្រើប្រាប់បបួលទៅហើយយើងនឹងបានប្រាក់រង្វាន់តាមប្រព័ន្ធកម្រង binary ខាងក្រុមហ៊ុន JNC ស្លាប់ឆ្វេងនិងស្លាប់ស្ដាំបងប្អូនលងមកមើលថាប្រព័ន្ធប្រាក់កម្រងស្លាប់ឆ្វេងស្លាប់ស្ដាំគេថាប្រព័ន្ធ leverage ទ្វីគុណបងប្អូនលងមើលតាទាំងអស់គ្នាដៃគូគ្នាយើងចាប់ផ្ដើមពីយើងប្រាប់បបួលស្រាប់ឆ្វេងស្រាប់ស្ដាំស្រាប់ឆ្វេងស្រាប់ស្ដាំប្រាប់បបួលតទៀតវាទ្វីគុណដៃគូទ្វីគុណហើយក្នុងមួយគូ$30ពីរគូ$60 4គូ$120យើងឡងគិតមើលអានេះក្រុមហ៊ុន JNC ថាចំណាយដើមម្ដងมันចាំបាច់ maintenance ប្រចាំខែប៉ុន្តែយើងធ្វើទូនាទីប្រើប្រាប់បបួលតែប៉ុណ្្នឹងមែនអត់ប្រើប្រាប់បបួល
ប្រើប្រាស់បបួលឱកាសយើងទទួលមិនទៀតអូតែមិនដល់$15,000យកតែមួយខែ$1,500អ្នកគ្រូទឿងចន្ទថាពេញចិត្តអត់ប្រើប្រាស់បបួលអ្នកគ្រូទឿងចន្ទថាទទួលលុយវិជ័យស៊ីតែ$1,500 10%តែប៉ុណ្្នឹងពេញចិត្តអត់អ្នកគ្រូទឿងចន្ទថាពេញចិត្តអត់អូខេពេញចិត្តអូខេបាទអញ្ចឹងអឺខ្ញុំមើលនាฬิកាសិនដល់ម៉ោងប៉ុន្មានអឺម៉ោង9:00ណាអញ្ចឹងបាទថ្ងៃនេះយកតែប៉ុណ្ណេះសិននោះ